จงจะเธอวิดีโอแบบนี้ได้ฟรีได้ปรับปรุง AI แต่เมื่อคลิกคือบางคนอาจเพื่อการ generate ปีรูปภาพธรรมดาเตอร์จีรูปภาพได้เมียนจอนะในขนมกรุ๊ป AI โอเคสวัสดีตอนนี้เรามาวิ่งจิมวยหนุ่มโตทำไมงั้นนี่คือยังประหารปีทีของการประกาศวิดีโอและคณะเอกสารสัตว์มวยประเภทเตี้ยหายวิดีโอนี้คือบอเตจุดจัดมือมันเต้นหายชิประเภทวิดีโอสัตว์และบอปูนขึ้นทาวิดีโอเพจนี้ขึ้นทาชิประเภทวิดีโอมวยได้แรงเตอบอเตហើយនៅពេលដែលបងប្អូនបង្កើតគឺយើងមានសលេងមកជាមួយអញ្ចឹងគឺវា free ទេកម្មវិធីហ្នឹងអូខេអញ្ចឹងនេះគឺជាប្រភេទ content សត្វដែលខ្ញុំgenerate បាន3វីដេអូមកបង្ហាញចែកពុកម៉ែបងប្អូនអូខេតើកុំឲ្យខាត់ពេលយូរគឺយើងទៅធ្វើការបង្កើតទាំងអស់គ្នាទាក់ទងជាមួយនឹង content ប្រភេទសត្វបែបនេះជាដំបូងគឺបងប្អូនត្រូវចូលទៅកាន់ chat GPT មួយមកអូខេមកដល់ chat GPT នៅកន្លែងនេះគឺបងប្អូនវាយនៅកន្លែងនេះមកបងប្អូនថាចូលបង្កើតបងប្អូនវាជាអក្សរខ្មែរក៏បានដែរចូលបង្កើតចូលបង្កើតរូបភាពវីដេអូបូកចូលគ្នាវីដេអូឯកសារសត្វណាឯកសារសត្វក្នុងព្រៃប្រភេទសត្វស្លាបអូខេអញ្ចឹងចូលបង្កើត props អូខេកន្លែងនេះយើងដាក់ឲ្យវា generate មកជាប្រភេទ prop អញ្ចឹងយើងបានហើយកន្លែងនេះជុំបងប្អូនឃើញនេះអូខេអញ្ចឹងយើងបានរហូតដល់ 5-6 prop នេះអូខេវីដេអូឯកសារសត្វស្លាបនេះបងប្អូនខ្ញុំចាប់អារម្មណ៍ prop ទី6នេះអូខេអញ្ចឹងយើងមានរហូតដល់12 prop ណាតែបើសិនជាបងប្អូនចង់បាន prop ជាភាសាខ្មែរឬក៏ជាប្រភេទdocumentary ឯកសារសត្វផ្សេងទៀតគឺបងប្អូនអាចយកបន្ថែមទៀតណាអូខេអញ្ចឹងកន្លែងនេះគឺបងប្អូនបានប្រាប់ប៉ុណ្ណេះសរសេរតាមខ្ញុំមកគឺយើងអាចសរសេរជាភាសាខ្មែរក៏បានជាភាសាអង់គ្លេសក៏បានណាកន្លែងនេះអូខេអញ្ចឹងយើងបានហើយគឺខាងChatGPT វា recommend ឲ្យយើងក្នុងការយកទៅកាត់តទៀតនេះ AI នេះអញ្ចឹងបងប្អូនអាចប្រើជាមួយនឹង Leonardo ក៏បានឬក៏ Runway Pika Sora Kling ក៏បានក្នុងការបំលែងរូបភាពហ្នឹងទៅជាវីដេអូណាតែខ្ញុំសូមប្រាប់ពីវិធីក្នុងការធ្វើមួយគឺស្រួលទេបងប្អូនធ្វើបង្កើតឡើងនៅក្នុងគ្រប់ AI អូខេអញ្ចឹងយើងយកប្រាប់ទី1មួយមកអូខេកន្លែងនេះគឺយើងចូលទៅកាន់គ្រប់ AI មកអូខេអញ្ចឹងមកដល់កន្លែងនេះបងប្អូនរើសទៀតមកណានេះ create video នេះរើសខុសណាអញ្ចឹង create video កន្លែងនេះគឺបងប្អូនផាសប្រាប់ដល់បងប្អូនបាន copy នេះឲ្យបងប្អូនបញ្ជូនមកបងប្អូនចុច download មកហើយបងប្អូនទៅយកប្រាប់ទី2ទៀតមកណាអូខេ copy ហើយកន្លែងនេះបងប្អូនផាសរបស់យើងមកអូខេចឹងយើងរងចាំមួយទៀតជាងបងប្អូនចង់បានប្រាប់ច្រើនគឺបងប្អូនអាចឲ្យ ChatGPT ទៅសេឲ្យយើងឲ្យកាន់តែច្រើនមកហើយយើងយកវីដេអូខ្លីៗហ្នឹងទៅកាត់បញ្ចូលគ្នាសម្រាប់ផុសនៅក្នុង YouTube ណាអូខេអញ្ចឹងវីដេអូទី2នេះវីដេអូទី2របស់យើងបានហើយអូខេ download មកហើយបងប្អូនក៏អាចធ្វើជាមួយនឹងទី3តទៀតតែវីដេអូនេះគឺខ្ញុំសូមធ្វើតែប៉ុណ្ណេះហើយខ្ញុំសូមទៅបង្ហាញពីវិធីក្នុងការកាត់តែម្ដងទៅសម្រាប់បងប្អូនដែលមានចង្អុលក្នុងការកាត់បងប្អូនអាចកាត់នៅក្នុងកម្មវិធី VN ក៏បានកម្មវិធី CapCut ក៏បានណាអត់បញ្ហាទេអូខេចេញយករូបវីដេអូមួយរបស់យើងមាញ់មកពីនេះអូខេខ្ញុំចូលមួយនេះទៀតមក
អូខេនេះអូខេអានេះមានវាមានសំឡេងស្រេចទេបងប្អូនជាងមកប៉ុណ្ណេះបងប្អូនរើសសាយមកនេះទំហំវាបងប្អូនសារ៉េបន្តិចមកសារ៉េត្រូវសាយវាសម្រាប់ផុសចូល YouTube បើសិនជាបងប្អូនអត់សារ៉េសាយវាមានថាយើងផុសទៅវា YouTube អត់សូវរុញទេណាព្រោះវាអត់ដឹងថាវាជាប្រភេទ long ឬក៏ short អូខេបានប៉ុណ្ណឹងនេះហើយគឺបងប្អូនអាចចុច export មកអូខេហើយបានវីដេអូមួយជាការស្រេចបងប្អូនអាចផុសចូលក្នុង TikTok ក៏បាន YouTube Short ក៏បានដើម្បីជាការរកលុយតាម YouTube ណាអូខេវីដេអូនេះគឺខ្ញុំបង្ហាញចែកបងប្អូនតែប៉ុណ្ណឹងបើសិនជាបងប្អូនមានចម្ងល់ណាតើតើជាមួយនឹងការធ្វើវីដេអូបែបនេះអាចធ្វើការ comment នៅក្នុងវីដេអូរបស់ខ្ញុំខាងក្រោមបានអរគុណជួបគ្នាវីដេអូក្រោយទៀត